ចំណាយពេលច្រើនហើយអត់យល់អីចឹងយើងអាចប្រើវិធីសាស្ត្រនេះវាអាចជួយយើងសម្រួលកិច្ចការងារមួយចំនួនបាទនេះឃើញទេអញ្ចឹងគឺចេញមកគឺស្រួលអានស្រួលយល់ជាងមុនឆ្ងាយហើយវាខ្លឹមបាទជំរាបសួរសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូខ្ញុំមួយទៀតអញ្ចឹងថ្ងៃនេះខ្ញុំមកចែកម្លែកមកតង់ទៀតវគ្គមុនគឺយើងធ្វើដោយប្រើប្រាស់ Gemini របៀបការបង្កើតមេរៀនថ្ងៃនេះគឺយើងមកធ្វើមេរៀននឹងបន្តទៀតប៉ុន្តែប្រើកម្មវិធី Gemini ដដែលប៉ុន្តែវាជាផ្នែកមួយនៅក្នុង Gemini ហ្នឹងដែលមានឈ្មោះថា Notebook ML បាទអញ្ចឹងយើងចូលទៅកាន់ website ដែលមានឈ្មោះថា Notebook ML ហ្នឹងមកតោះមកចុច try note មកអញ្ចឹងវិធីសាស្ត្រនេះគឺយើងធ្វើវាងាយដើម្បីរៀបចំជា slide អីដើម្បីជាធ្វើបទបង្ហាញអីខ្លីៗខ្ញុំគិតថាវាមានរូបភាពតាក់ទាញហើយវាស្អាតឥឡូវខ្ញុំឧទាហរណ៍ឲ្យមើលមួយអញ្ចឹងនៅក្នុងនេះវាមានច្រើនដោយសារតែវីដេអូដែលខ្ញុំធ្លាប់ធ្វើបាទនេះបាទជាប្រភេទដែលបែបជាលក្ខណៈ infographic បែបនេះវាមើលទៅវាស្រួលហើយងាយមើលណាហើយវាតាក់ទាញបាទឃើញទេអញ្ចឹងកុំឲ្យខាតពេកយើងចូលទៅទាំងអស់គ្នាអញ្ចឹងជំហានទី1ដែលយើងត្រូវធ្វើអានឹងបានអ្នកទាំងអស់ត្រូវកើតទំព័រថ្មីបន្ទាប់មកដាក់ចំណងជើងមកបាទចំណងជើងអីគេដាក់ថា presentation អីចឹងណាបាទអញ្ចឹង presentation 1បន្ទាប់មកនៅក្នុងខាងក្រោមនេះគឺគេឲ្យយើង upload ហើយការ upload នេះវាមាន3-4ដំណាក់កាលទី1គឺ upload ជាប្រភេទ file ទី2 upload ជា website ឬក៏ link YouTube ដែលយើងរៀនពី YouTube យើងចង់ដកស្រង់ពី YouTube យកមកធ្វើយើងដាក់ link YouTube ហើយទី3គឺនៅក្នុងតារាយើងស្រាប់ចំណែកឯទី4គឺជាការ copy អញ្ចឹងនៅក្នុងនេះវីដេអូ4ហ្នឹងខ្ញុំនឹងធ្វើនៅវីដេអូក្រោយមួយទៀតតែឥឡូវខ្ញុំចង់បង្ហាញពីរបៀប upload ដែលយើងមានឯកសារស្រាប់ឥឡូវយើងចុចកន្លែង upload មកបាទអញ្ចឹងទៅយក file ដែលយើងមានអញ្ចឹងខ្ញុំបាន save file មួយនៅលើនេះបាទ file chapter នេះខ្ញុំចុច select លើវាមកហើយចុច OK បាទអញ្ចឹងនៅពេលដែលនេះវាកំពុងតែដំណើរការវាកំពុងតែដំណើរការដើរហើយយើងធ្វើការចាំបន្តិចទៅពេលដែលយើងធ្វើពេលដែលវាដើរហើយខ្ញុំមាន prompt មួយចំនួនដែលតាក់ទងទៅនឹងការបង្កើតវាខ្ញុំនឹងដាក់នៅក្រោម description ដូចគ្នាឥឡូវអានេះវាហើយអស់ហើយនេះបាទអញ្ចឹង chapter 1បន្ទាប់មកយើងមកមើលខាងឆ្វេងដៃនេះបាទខាងឆ្វេងដៃនេះមានtaskbar មួយចំនួនដែលយើងអាចប្រើបានអញ្ចឹងវាមាន audio វាមាន report វាមាន data table ហើយវាមាន flashcard មាន video មាន slide deck មាន quiz មាន infographic និង mind map អញ្ចឹងវាច្រើនដែរអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំលើកយកតែមួយចំណុចទេគឺរបៀបធ្វើ slide គេហៅថា slide deck អញ្ចឹងយើងចុច slide deck នោះមកអញ្ចឹងនៅក្នុងកន្លែង slide deck នេះគឺមាន custom មួយចំនួនដែលយើងត្រូវធ្វើទី1វាថា detail deck ហើយនិង presenter slide អញ្ចឹងជាទូទៅខ្ញុំអត់យកពាក្យ detail deck នេះទេដោយសារតែវាដាក់ text ច្រើនពេកបាទដាក់អត់មានន័យថាដាក់អត្ថបទច្រើនពេកទៅលើ slide របស់យើងវាពិបាកអញ្ចឹងយើងចុចយក present slide មកបន្ទាប់មកកន្លែងនេះគឺជាទំហំយើងចង់បានវែងឬក៏ខ្លីអាស្រ័យទៅលើការរៀបចំរបស់យើងទេអញ្ចឹងខ្ញុំយក default បន្ទាប់មកខាងក្រោមនេះយើងរើសភាសាមកភាសាអង់គ្លេសអ្វីដែលវាពិបាកគឺភាសាខ្មែរវាអត់ដើរទេវាដើរបានតែភាសាអង់គ្លេសទេហើយបើសិនជាវាដើរភាសាខ្មែរនៅពេលក្រោយខ្ញុំនឹងធ្វើវីដេអូថ្មីអញ្ចឹងពេលហើយខាងក្រោមនេះគឺជា describe the slide deck you want to create អញ្ចឹងខ្ញុំមាន prompt មួយគឺតាក់ទងទៅនឹងការបង្កើតវាឲ្យទៅជាបែបលក្ខណៈ handwritten note លក្ខណៈសរសេរដោយដៃអញ្ចឹងមើលទៅវាតាក់ទាញហើយស្រួលហើយពេលយើងយកទៅមើលយកទៅអានពេលយប់អីទៅវាអត់សូវឈឺភ្នែកទេអញ្ចឹងនៅពេលដែលយើង pass អានឹងហើយយើងចុចថា generate បាទអញ្ចឹងវាកំពុងតែវិលតមកវាធ្លាក់នៅខាងក្រោមនេះអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺធ្វើការរងចាំបាទឥឡូវយើងលទ្ធផលយើងចេញហើយឥឡូវយើងមើលលទ្ធផលតិចហើយបាទអញ្ចឹងខ្ញុំធ្វើការ zoom វាធំតិចបាទនេះគឺជាលទ្ធផលដែលយើងធ្វើហើយthe power of emotional intelligence EQ បាទអញ្ចឹង slide របស់វាគឺគេដាក់មក
រៀបចំជាមួយនឹងឧទាហរណ៍មួយអីហ្មងបាទអានេះគឺ chapter ទី1ណាអញ្ចឹងពេលដែលយើងអានទៅពេលខ្លះទៅវាអាចនឹងចំណាយពេលច្រើនហើយអត់យល់អីចឹងយើងអាចប្រើវិធីសាស្ត្រនេះវាអាចជួយយើងសម្រួលកិច្ចការងារមួយចំនួនបាទនេះឃើញទេអញ្ចឹងគឺចេញមកគឺស្រួលអានស្រួលយល់ជាងមុនឆ្ងាយហើយវាខ្លឹមខ្លីចំណាយពេលតិចហើយយល់ concept បានច្រើនបាទឃើញទេអញ្ចឹងពីមួយ slide ទៅមួយ slide គឺគេមានលក្ខណៈជាhand note ជាគំនូរជាអីបូកជាមួយនឹងឧទាហរណ៍សាច់បាទឃើញទេគ្រប់ slide ទាំងអស់អញ្ចឹងសភៅមួយ chapter នេះយើងអានយើងចំណាយពេលអានតែបន្តិចទេបាទអញ្ចឹងអត់ពិបាកហើយស្រួលមែនតើអូខេឃើញទេលយបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងមានប៉ុណ្្នឹងទេហើយបើសិនជាអ្នកនរមានចម្ងល់អីអាច comment នៅក្រោមវីដេអូទៅហើយខ្ញុំនឹងធ្វើជូនអ្នកនរគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណច្រើនជម្រាបលា